ខេសួស្តីគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីCOT model ខ្លីៗសង្ខេបបែបខ្លីជូនទៅកាន់បងប្អូនCOT model របស់យើងគឺបងប្អូននឹងស្រាប់ហើយក្នុងការរក COT នៅក្នុងលំហឬក៏នៅក្នុង PD array ណាមួយយើងមើលទៅលើ candlestick time frame 1ម៉ោងឬក៏ time frame daily time frame តែតួយ៉ាងដែលគេតែងតែប្រើភាគច្រើនគឺគេប្រើរកនៅក្នុង time frame 1ម៉ោងហើយគេរកនៅក្នុង time frame 1ម៉ោងហើយបន្តមកគេបរួម time frame ឬក៏បន្ថយ time frame ទៅ time frame 15នាទីឬក៏5នាទីដើម្បីរកលំហូរផ្សារបាទអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយឲ្យលម្អិតមួយជូនទៅកាន់បងប្អូនមុននឹងចូលដល់ការបកស្រាយស៊ីជម្រៅសម្រាប់បងប្អូនដែលចង់បានមេរៀនចង់មានមេរៀនទៅតាមលំដាប់លំដោយនៃមេរៀនស្រូរៀនបងប្អូនអាចឆាតមកខាងខ្ញុំបានខាងយើងមានការបង្រៀនបងប្អូនដោយឥតគិតថ្លៃហើយមានជាមេរៀននៅក្នុងក្រុមបាទសម្រាប់បងប្អូនរៀនដោយ free បាទអត់អស់លុយទេគ្រាន់តែបងប្អូន comment ថា yes ឬក៏ okay នៅក្នុងវីដេអូមួយនេះអូខេអញ្ចឹងទម្រង់ COT មួយនេះតើផ្សារវាគូទិញផ្សារវាយើងគូទិញវាឬក៏គូលក់បាទអញ្ចឹងនៅក្នុងទម្រង់ COT មួយ candle បែបនេះនេះគឺជា candle bullish candle ណាបាទ bullish candle អញ្ចឹងសម្រាប់ bullish candle បើយើងឃើញជា candle បែបហ្នឹងតើយើងគូតែទិញឬក៏គូតែលក់បាទអញ្ចឹងសម្រាប់ candle មួយនេះគឺជា candle bullish candle អញ្ចឹងផ្សារវានឹងមានការចុះមកក្រោម reverse ទៅលើហើយវានឹង retest មកក្រោមបាទវានឹង retest មកក្រោមចេះមកប៉ះ COT low អញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើនៅពេលដែលវាមកប៉ះវាចុះពី COT high មករក COT low នឹងហើយគឺជាកន្លែងដែលបងប្អូនចូលផ្សារតើបងប្អូនចូលផ្សារកន្លែងណាគឺបងប្អូនចូលផ្សារ long បាទបងប្អូនអត់ចេះហ្នឹងហើយបងប្អូនចូលផ្សារ long បាទបងប្អូនចូលពី COT low នេះហើយ SL TP បងប្អូនដាក់នៅ COT high បាទអញ្ចឹងមុននឹងផ្សារវាឡើងវានឹងមានការអាចនឹងមានការ retest ដាច់ COT low បន្តិចបានវា retest មកវិញហើយបានវា reversal ឡើងទៅលើណាបងប្អូនអាហ្នឹងគឺជាទម្រង់ COT បាទហ្នឹងជាទម្រង់ COT ជាទម្រង់មួយដែលខ្ញុំលើកយកមកបង្ហាញបាទអញ្ចឹងទៅទៀតខ្ញុំនឹងធ្វើការឧទាហរណ៍ជាក់ស្ដែងនៅក្នុង chart pattern តែទម្រង់ COT នេះគឺជាទម្រង់ COT model X ណាបងប្អូនជា COT model X អញ្ចឹងមុននឹងវាបើសិនជាបងប្អូនឃើញ candle បែបហ្នឹងគឺបងប្អូនត្រូវរងចាំឲ្យផ្សារហ្នឹងមកក្រោមសិនហើយចាំបងប្អូនរងចាំទិញឡើងទៅលើវិញមានន័យថាបងប្អូនបើសិនជាឃើញ candle bullish candle បែបហ្នឹងគឺបងប្អូនរងចាំផ្សារធ្លាក់មកប៉ះ COT low ចាំបងប្អូនរងចាំបាយពី COT low ហើយដាក់ TP នៅ COT high បាទឬក៏ខ្ពស់ជាងហ្នឹងវាអាចនឹងបុកផ្ដាច់ខ្ពស់វាអាចបុកនឹងផ្ដាច់ COT high ទៀតថាបានដែរអាហ្នឹងណាគឺទម្រង់ COT អញ្ចឹងយើងមកមើលនៅក្នុងchart pattern របស់យើងជាក់ស្ដែងបាទ chart pattern របស់យើងជាក់ស្ដែងខ្ញុំនឹងធ្វើការ back test ឲ្យបងប្អូនណាខ្ញុំនឹងធ្វើការ back test ឲ្យបងប្អូនយល់ថាតើលក្ខណៈរបស់ COT វាមានលក្ខណៈបែបម៉េចបាទខ្ញុំនឹងប្រូម time frame ឲ្យបងប្អូនដើម្បីឲ្យបងប្អូនងាយស្រួលមើលងាយស្រួលយល់ណាម្ដងអញ្ចឹងបងប្អូននេះយើងមកមើល COT ឡើងនេះបាទកន្លែងនេះជា COT high ហើយនេះជា COT low ណាហើយយើងនឹងបង្រួម time frame មក15នាទីបាទយើងនឹងបង្រួម time frame មក15នាទីអញ្ចឹងខ្ញុំនឹង replay កន្លែងនេះឲ្យបងប្អូនបាទអត់បាន replay បានតែប៉ុណ្ណេះបាយ replay ទេណាចាំមានបញ្ហាអីអូខេបងប្អូនឃើញនេះគឺជា COT high បើយើងមើលនៅក្នុង time frame 5នាទីអានេះយើងចាប់វាជា COT បាទចាប់វាជា COT បាទជា COT ឡើងនេះណាអានេះជា COT high អានេះជា COT low អញ្ចឹងបងប្អូនឃើញផ្សារនេះបើយើងប្រូម time frame មក5នាទីបងប្អូនឃើញផ្សារវាចុះណាផ្សារវាបានចុះបាទផ្សារវាបានចុះពី COT high មករក COT low ហើយវាបាយ COT low វាឡើងទៅលើវិញហើយកន្លែងដែលយើងចូលផ្សារគឺកន្លែងនេះណាយើងបាយកន្លែងហ្នឹងទៅលើយើងចំណេញតែម្ដងអាហ្នឹងគឺការមើលងាយបែបហ្នឹងបាទហើយវីដេអូមួយនេះរៀងញ៉ៃតិចបងប្អូនណាដោយសារតែខ្ញុំដាក់ replay បានអញ្ចឹងពិបាកក្នុងការឲ្យបងប្អូនមើលអញ្ចឹងយើងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនយល់នៅអ្វីដែលខ្ញុំបានបង្ហាញខ្លីៗត្រួសៗណាអរគុណច្រើនបងប្អូនបាទ